គេថាមេកាន់តែងងឹតឃើញផ្កាយកាន់តែច្បាស់ពេលជីវិតយើងធ្លាក់ដល់សូន្យអ្នកក៏មើលឃើញមិត្តពិតនិងសត្រូវពិតច្បាស់ដូចគ្នាជីវិតយើងពេលដែលធ្លាក់ដល់សូន្យយើងជួបរឿងអយុត្តិធម៌មែនទែនអ្នកស្គាល់គ្នាអ្នកធ្លាប់ពឹងពាក់គ្នាអាចងាកមកខំយើងវិញក៏មានដែរវាជារឿងគួរឲ្យឈឺចាប់មែនទែននៅក្នុងជីវិតយើងសង្គមយើងគឺបែបនេះឯងពេលដែលអ្នកធ្លាក់ចុះគឺជាពេលវេលាដែលអ្នកឯកោបំផុតនៅក្នុងជីវិតនៅពេលដែលយើងធ្លាក់ចុះវាក៏ជាពេលវេលាល្អមួយដែរដែលយើងរៀនស្គាល់សត្រូវពិតនិងរៀនចងចាំមិត្តពិតនៅក្នុងជីវិតរបស់យើងអ្នកខ្លះនៅពេលដែលយើងឡើងគេហៅយើងថាមិត្តនៅពេលដែលយើងធ្លាក់ចុះគេចាប់ផ្ដើមជន់យើងថែបឌឺដងផ្លែផ្កាលើកដង្កើងខ្លួនឯងជាមនុស្សល្អមួយរំពេចតែម្ដងទាំងអ្នកខ្លះធ្លាប់ពឹងពាក់យើងពីមុនមកទាំងដែលខ្លួនឯងក៏ធ្លាប់ពឹងពាក់យើងដែរពីមុនមកនៅក្នុងសង្គមនេះគឺត្រៀមចិត្តសម្រាប់ឈឺខ្លះក៏ល្អដែរព្រោះជីវិតយើងវាមើលមិនឃើញទេជួនកាលក៏ឡើងជួនកាលក៏ធ្លាក់ចុះនេះហើយជាដំណើរនៃជីវិតអ្នករស់នៅក្នុងសង្គមនៅពេលដែលយើងធ្លាក់ចុះសូមចងចាំមនុស្សពីរនាក់ឲ្យច្បាស់ទី1គឺអ្នកជួយទី2គឺអ្នកជន់ជីវិតយើងមិនឡើងរហូតទេនោះក៏មានន័យថាជីវិតយើងក៏មិនធ្លាក់រហូតដែរមេឃភ្លៀងគង់តែរាំងវិញជារឿងធម្មតារៀនទប់ខ្លួនឲ្យនឹងងើបឡើងវិញជីវិតជាជំរើសរបស់យើងពេលខ្លះយើងធ្លាក់ចុះក៏ជាពេលវេលាល្អមួយដែលបង្រៀនយើងពីសង្គមរស់នៅពិតប្រាកដដែរកុំបាក់ទឹកចិត្តដួលកន្លែងណាត្រូវងើបកន្លែងហ្នឹងដើរបន្តទៅមុខទៀតជីវិតយើងជាម្ចាស់តែម្នាក់គត់